កូនហ៊ានប្រហារឪពុកម្ដាយបើនិយាយទៅនៅក្នុងសង្គមបច្ចុប្បន្ននេះមានកូនខ្លះហ៊ានសម្លាប់ឪពុកម្ដាយខ្លួនឯងដោយសារតែសេចក្តីក្រៀវក្រោធឬយល់ច្រឡំខុសលើឪពុកម្ដាយដែលពួកគាត់ហ៊ានធ្វើនៅទង្វើមិនគួរសមផ្សេងៗដាក់កូនតែតាមការពិតទង្វើដែលឪពុកម្ដាយធ្វើដាក់កូនក្នុងគោលបំណងចង់ឲ្យកូនរបស់ខ្លួនក្លាយទៅជាមនុស្សល្អមានសេចក្តីសុខនិងមានសុភមង្គលចំណែកឪពុកម្ដាយវិញមិនហ៊ានលើកដៃសម្លាប់កូនរបស់ខ្លួនឡើយសូម្បីតែលើកដៃវាយស្ដីប្រដៅកូនម្ដងក៏ពួកគាត់មានការឈឺចាប់យ៉ាងខ្លាំងក្នុងចិត្តរបស់ពួកគាត់ដែរសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងយើងវិលត្រឡប់មកជួបជាមួយគ្នាម្ដងទៀតជាមួយនឹងសាច់រឿងថ្មីអញ្ចឹងសម្រាប់ថ្ងៃនេះខ្ញុំសូមនាំសាច់រឿងមួយដែលមានចំណងជើងថាបាយមួយត្រឡោកអញ្ចឹងមុននឹងចូលស្ដាប់សាច់រឿងថ្មីសូមបងប្អូនទាំងអស់គ្នាមេត្តាជួយចុច Subscribe Channel របស់ខ្ញុំបាទម្នាក់មួយផងណាពោសារដូវបានមកដល់ប្រជាកសិករបានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើនផលអ៊ំស្រីចំណាស់ម្នាក់រស់នៅជាមួយកូនកំឡោះក្នុងខ្ទមស្បូវមួយនៅថ្ងៃមួយគាត់ក៏បានប្រើកូនគាត់ឲ្យទៅភ្ជួរស្រែកូនក៏បានទៅតាមបញ្ជារបស់ម្ដាយរហូតដល់ជិតថ្ងៃត្រង់តែដោយឃើញថ្ងៃកាន់តែខ្ពស់និងខ្លួនហេវអស់កម្លាំងផងគេក៏ដាក់នឹងគាល់ឈប់ជួរហើយក៏ចូលសម្រាកទៅនិយាយពីម្ដាយវិញនៅផ្ទះខំប្រឹងដាំស្លដើម្បីយកទៅឲ្យកូននៅឯស្រែគាត់បានដួសបាយដាក់ក្នុងត្រឡោកដូងមួយញាត់បាយឲ្យណែនពេញក្នុងត្រឡោកនោះហើយគាត់ក៏ហូបបាយនោះមុនទៅរួចក៏បានយកបាយម្ហូបនោះទៅឲ្យកូននៅឯស្រែអញ្ចឹងមានន័យថាគាត់ដួសបាយញាត់ពេញមួយត្រឡោកចឹងញាត់ពេញមួយត្រឡោកច្រើនណាបងប្អូនអរគ្នាយើងញាត់វាឲ្យណែនទៅគឺច្រើនមែនតើអញ្ចឹងពីបន្ទាប់ដែលញាត់ហើយគឺគាត់បានហូបបាយនោះទៅបន្ទាប់មកគាត់បរិភោគរួចហើយគាត់ក៏បានយកបាយដែលគាត់បានវិខ្ចប់ហ្នឹងយកទៅឲ្យកូនគាត់នៅឯស្រែនោះកូននៅពេលដែលដាក់នឹងកជប់ជួរក៏អង្គុយចាំមើលផ្លូវម្ដាយយកបាយមកឲ្យខ្លួនលុះឃើញម្ដាយដើរមកដល់គេក៏បានសួរថាម៉ែនៅឯណាបាយខ្ញុំហៅណាស់ម្ដាយក៏បានប្រាប់ទៅកាន់គាត់វិញថាម៉ែដួសដាក់ក្នុងត្រឡោកឯនោះកូនតើកូនឃើញដែរឬទេពេលកូនឃើញបាយក្នុងត្រឡោកតិចពេកគេក៏គិតថាម៉ែអញហូបបាយមុនអញស្ទើរតែអស់ហើយហ្នឹងទុកឲ្យអញតែបន្តិចតើធ្វើដូចម្ដេចអញនឹងឆៃឆ្អែតទៅអញ្ចឹងគាត់ឃើញបាយក្នុងត្រឡោកវាតិចគាត់គិតថាវាតិចអញ្ចឹងណាបងប្អូនអរគ្នាបន្ទាប់មកគាត់ក៏បានខឹងម្ដាយគាត់ហ្នឹងទៅគាត់ថាម៉ែគាត់ហ្នឹងហូបបាយមុនអស់លេងហើយហ្នឹងនៅសល់បាយតែបន្តិចហ្នឹងបានទុកឲ្យគាត់យកមកញ៉ាំអញ្ចឹងណាហើយគាត់គិតថាបាយប៉ុណ្្នឹងប្រហែលជាគាត់ហូបមិនឆ្អែតទេណាមួយគាត់ធ្វើការអស់កម្លាំងកំពុងតែអស់កម្លាំងជួស្រែហេវហត់ផងអញ្ចឹងអាចិត្តស្រែកឃ្លានរបស់គាត់ហ្នឹងគឺឃើញអីក៏គិតថាតិចដែរគិតថាខ្លួនឯងហ្នឹងហូបបានច្រើនអញ្ចឹងណាបងប្អូនអរគ្នាតោះយើងចូលស្ដាប់តខណៈពេលនោះគេក៏និយាយទៅកាន់ម្ដាយទៀតថាខ្ញុំអស់កម្លាំងខ្លាំងណាស់ម៉ែបាយប៉ុណ្ណឹងខ្ញុំស៊ីយ៉ាងមិនឆ្អែតទៅហេតុអ្វីបានជាម៉ែឯងទុកបាយឲ្យខ្ញុំតិចម្លេះភ្លាមនោះគេក៏ជេរប្រមាថម្ដាយដោយពាក្យផ្សេងហើយក៏បានកាន់ដំបងមួយមកវាយម្ដាយយ៉ាងចាស់ដៃធ្វើឲ្យម្ដាយបាត់បង់ជីវិតវ៉ាវគេថាកន្លែងនេះគឺមិនគួរឲ្យជឿនេះដោយសារភាពស្រែកឃ្លានរបស់គាត់មិនបានគិតពិចារណាវែងឆ្ងាយទើបហ៊ានយកដំបងមកវាយម្ដាយដល់ថ្នាក់ស្លាប់ចឹងណាលុះដល់វាយម្ដាយស្លាប់ហើយគេក៏មិនបានគិតអីច្រើនដែរគេក៏អត់មានការភ័យខ្លាចអីដែរស្រាប់តែបន្ទាប់មកគេក៏បានទៅស៊ីបាយក្នុងត្រឡោកនោះប៉ុន្តែការស៊ីរបស់គេគឺស៊ីមិនអស់សោះព្រោះម៉ែញាត់នឹងបង្ហាប់យ៉ាងតឹងណែនគេក៏បានដើរទៅមើលនិងរួនដាស់ម្ដាយឲ្យក្រោកឡើងតែជាអកុសលម្ដាយនោះក៏បានស្លាប់បាត់បង់ជីវិតទៅហើយទោះជាកូនខំប្រឹងយំអង្វរឲ្យម្ដាយរស់ឡើងវិញនិងខំប្រឹងខមាទោសចំពោះទង្វើរបស់ខ្លួនដែលធ្វើខុសលើម្ដាយយ៉ាងណាក៏វាហួសពេលទៅហើយនេះបានថាគំនិតដែលមិនគួរនឹងកើតឡើងរឿងដែលមិនគួរនឹងកើតឡើងគាត់អត់បានយកគំនិតរបស់គាត់មកគិតដោយសារតែអាភាពស្រេកឃ្លានខ្លាំងពេកខ្វះការពិចារណាអញ្ចឹងធ្វើឲ្យម្ដាយរបស់ខ្លួនត្រូវបាត់បង់ជីវិតដោយសារតែដៃរបស់គាត់នឹងត្រឹមតែមួយរំពេចអញ្ចឹងមុននឹងយើងធ្វើអីមួយយើងត្រូវគិតពិចារណាឲ្យបានច្បាស់លាស់យើងមិនមែនចេះតែឃើញអីថានឹងឃើញអីធ្វើនឹងទេយើងត្រូវមើលវាឲ្យច្បាស់មើលវាជាក់អញ្ចឹងចាំយើងធ្វើវាយ៉ាងណាមិញបាយញាត់ឡើងពេញត្រឡោកអញ្ចឹងហាប់ឡើងណែនវាអាចនឹងគិតថាតិចប៉ុន្តែបរិមាណវាគឺច្រើនមែនទែនគាត់មិនគួរណាដោយសារតែប៉ុណ្្នឹងធ្វើឲ្យម្ដាយរបស់គាត់ស្លាប់ទេអញ្ចឹងសម្រាប់រឿងនេះផងដែរគឺមានគំនិតពិចារណាឲ្យបងប្អូនអរគ្នាចូលរួមគិតទាំងអស់គ្នាដែលក្នុងសាច់រឿងខាងលើនេះវាគ្រាន់តែជាគតិមួយសម្រាប់កូនគ្រប់គ្នាដែលត្រូវគិតពិចារណាអំពីទង្វើអាក្រក់មិនសមរម្យមិនគួរគប្បីប្រព្រឹត្តហួសកន្លងឪពុកម្ដាយនិងមិនឲ្យកូនយកតម្រាបតាមនោះទេកូនខ្លះធ្វើខុសឆ្គងទៅលើឪពុកម្ដាយដូចជាជេរប្រមាថលួចទ្រព្យសម្បត្តិនិងសម្លាប់ឪពុកម្ដាយជាដើមឪពុកម្ដាយមានគុណ
ណូបការៈជាច្រើនអណែកមិនអាចយកអ្វីមកប្រៀបផ្ទឹមបានទេឬកាត់ថ្លៃឲ្យស្មើនឹងគុណូបការៈរបស់លោកបានឡើយម្យ៉ាងទៀតបើតាមទ្រឹស្ដីព្រះពុទ្ធសាសនាក៏បានពោលថាបើកូនណាសម្លាប់មាតាបិតាខ្លួនឯងគឺដូចជារំលាយព្រះពុទ្ធហើយគេនឹងទទួលទោសអនន្តរយកម្មស្លាប់ទៅកើតនៅក្នុងឋាននរកអវិជ័យមិនងាយកើតនិងមិនងាយស្លាប់នោះទេដូច្នេះយើងជាកូនគួរតែកុំបង្កបញ្ហានិងធ្វេសប្រហែសបណ្ដាលឲ្យមានគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងលើឪពុកម្ដាយយើងឲ្យសោះអញ្ចឹងសម្រាប់រឿងនេះមួយគឺបងប្អូនអរគ្នាយល់យ៉ាងណាដែរខ្ញុំសង្ឃឹមថាបងប្អូនអរគ្នានឹងកែប្រែខ្លួននៅអ្វីដែលខ្លួនឯងធ្លាប់បានប្រព្រឹត្តទៅលើមាតាបិតាក៏ដូចជាអ្នកមានគុណរបស់យើងផងដែរអញ្ចឹងអរគុណច្រើនសង្ឃឹមថាបងប្អូនអរគ្នានឹងកាន់តែយល់អំពីទឹកចិត្តមាតាបិតាក៏ដូចជារឿងដែលកើតឡើងនៅក្នុងសាច់រឿងនេះផងដែរអញ្ចឹងប្រសិនបើបងប្អូនមានមតិយោបល់យ៉ាងណាអាចចូល comment នៅខាងក្រោមបានអញ្ចឹងអរគុណច្រើនបងប្អូនអរគ្នាសម្រាប់ការតាមដានស្ដាប់វីដេអូមួយនេះតាំងពីដើមរហូតដល់ចប់អរគុណជម្រាបលាជួបគ្នាវីដេអូក្រោយបាយបាយ